នៅថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាតាមរយៈអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារចាប់ផ្ដើមប្រមូលធាតុចូលបន្ថែមជាគុណប្រយោជន៍ដល់ការរៀបចំយុទ្ធសាស្ត្របញ្ញាសិប្បនិម្មិតនៅក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីបញ្ញាសិប្បនិម្មិតក្នុងវិស័យហិរញ្ញវត្ថុនិងកាត់បន្ថយហានិភ័យឲ្យស្ថិតក្នុងកម្រិតអបបរមានៅថ្ងៃទី21ខែមករាឆ្នាំ2026ក្នុងសិក្ខាសាលាប្រមូលធាតុចូលស្ដីពីបញ្ញាសិប្បនិម្មិតនៅក្នុងវិស័យហិរញ្ញវត្ថុលោកបណ្ឌិតសំផៃអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានមានប្រសាសន៍ថាបញ្ញាសិប្បនិម្មិតគឺជាបច្ចេកវិទ្យា Digital មួយដ៏មានសារៈសំខាន់ដែលមានសក្តានុពលភាពកាលានុវត្តភាពក្នុងការអភិវឌ្ឍនិងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុនិងការធ្វើបរិវត្តកម្ម Digital ក្នុងវិស័យហិរញ្ញវត្ថុដូច្នេះហើយដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីបញ្ញាសិប្បនិម្មិតក្នុងវិស័យហិរញ្ញវត្ថុនិងកាត់បន្ថយហានិភ័យឲ្យស្ថិតក្នុងកម្រិតអបបរមារាជរដ្ឋាភិបាលនិងគ្រប់តួអង្គសង្គមពាក់ព័ន្ធផ្សេងទៀតត្រូវត្រៀមខ្លួននិងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រសម្រាប់រយៈពេលខ្លីមធ្យមនិងវែងបញ្ញាសិប្បនិម្មិតគឺជាបច្ចេកវិទ្យា Digital មួយមានសារៈសំខាន់ដែលមានសក្តានុពលភាពនិងកលានុបត្តិភាពក្នុងការអភិវឌ្ឍនិងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុនិងការធ្វើបរិវត្តកម្ម Digital ក្នុងវិស័យហិរញ្ញវត្ថុរួមមានវិស័យធនាគារនិងវិស័យហិរញ្ញវត្ថុមិនមែនធនាគារប្រកបដោយបរិយាបន្នសុវត្ថិភាពសន្តិសុខស្ថិរភាពនិងភាពជឿទុកចិត្តនិងនវានុវត្តន៍ដែលរួមបញ្ចូលទាំងការធ្វើពិពិធកម្មទីផ្សារនិងកិច្ចការពីអតិថិជនជាគុណប្រយោជន៍ដល់ការកែតម្រង់និងការពង្រឹងអភិបាលកិច្ចក្នុងយុគសម័យបញ្ញាសិប្បនិម្មិតនិងទិន្នន័យដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីបញ្ញាសិប្បនិម្មិតក្នុងវិស័យហិរញ្ញវត្ថុនិងកាត់បន្ថយហានិភ័យឲ្យស្ថិតក្នុងកម្រិតអបបរមារាជរដ្ឋាភិបាលនិងគ្រប់តួអង្គសង្គមពាក់ព័ន្ធផ្សេងទៀតត្រូវត្រៀមនិងដាក់ចេញនៅទិសដៅជាយុទ្ធសាស្ត្រសម្រាប់ទាំងរយៈពេលខ្លីមធ្យមនិងវែងតួយ៉ាងការរៀបចំឲ្យមានយុទ្ធសាស្ត្រជំរុញការចាប់យកបញ្ញាសិប្បនិម្មិតក្នុងកម្រិតជាតិនិងតាមវិស័យស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងស្ថាប័នទន្ទឹមគ្នានេះអាដាមសូសភាប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានមានប្រសាសន៍ដែរថាបច្ចុប្បន្នរាជរដ្ឋាភិបាលដែលមានក្រសួងប្រៃសណីនិងទូរគមនាគមន៍ជាសេនាធិការបាននឹងកំពុងរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិតដែលក្នុងនោះមានរំលេចទស្សនវិជ្ជាបញ្ញាសិប្បនិម្មិតតាមវិស័យដែលក្នុងនេះដែរទិសដៅយុទ្ធសាស្ត្របញ្ញាសិប្បនិម្មិតក្នុងវិស័យហិរញ្ញវត្ថុនឹងត្រូវកិត្តគូរៀបចំស្របគ្នានេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាននឹងកំពុងសិក្សានិងរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រស្តីពីការចាប់យកបញ្ញាសិប្បនិម្មិតក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលក្នុងនោះបញ្ញាសិប្បនិម្មិតក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារត្រូវបានកិត្តគូបញ្ចូលផងដែរខណៈដែលអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារក៏កំពុងសិក្សាលើការរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្របញ្ញាសិប្បនិម្មិតក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារផ្អែកតាមចំណាយឯកភាពជាគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់អាដាមអគ្គបណ្ឌិតសភាចារឧបនាយករដ្ឋមន្ត្រីគួរជម្រាបផងដែរថារាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដែលក្នុងនោះបច្ចេកវិទ្យារួមមានបញ្ញាសិប្បនិម្មិតត្រូវបានកំណត់យកជាអត្ថប្រយោជន៍គន្លឹះទី5សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី4និងបដិវត្តកម្ម Digital នៃសង្គមនិងសេដ្ឋកិច្ចកម្ពុជាព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចដែលជាគ្រឹះនិងជាមធ្យោបាយដ៏សំខាន់នៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជា2050